នៅថ្ងៃរៀបការបរិះនោះបានឃើញផ្ទាល់នឹងភ្នែកថាគូដណ្ដឹងរបស់គាត់ត្រូវបានគេរំលោភហើយសម្លាប់នៅពេលនេះគាត់បានបាក់ទឹកចិត្តយ៉ាងខ្លាំងនឹកឃើញដល់មនុស្សមួយក្រុមដែលទើបតែជួបគ្នានៅតាមច្រកផ្លូវរយៈពេលជាយូរមកហើយមិនបានរីករាយពេញលេញទេស្ត្រីនោះរើបំរាស់ដូចឆ្កែអញ្ចឹងតើអញយល់ថាអញ្ចឹងដែរទេទុកសោកដ៏ធំធេងបានធ្វើឲ្យបុគ្គលិកលក្ខណៈរបស់បុរសនោះបែកបាក់ជាពីរដោយបានបង្កើតជាបុគ្គលិកលក្ខណៈរបស់គូដណ្ដឹងគាត់ហើយគាត់ក៏ត្រូវបានគេឃុំខ្លួននៅក្នុងមន្ទីរពេទ្យវិកលចរិតអស់រយៈពេល4ឆ្នាំដោយសារតែរឿងនេះប៉ុន្តែក្មេងស្ទាវអ្នកមានទាំងនោះនៅតែដើរហើរដោយសេរីនៅខាងក្រៅថែមទាំងមានខ្លះរៀបការទៀតផងហើយអ្វីបានជាអ្នកដែលបំផ្លាញសុភមង្គលរបស់អ្នកដទៃនៅតែអាចមានសុភមង្គលទៅវិញដូច្នេះហើយនៅពេលដែលគ្រូពេទ្យធ្វើតេស្តគាត់បុរសនោះបានព្យាយាមទប់ស្កាត់បុគ្គលិកលក្ខណៈរបស់មិត្តស្រីគាត់យ៉ាងខ្លាំងហើយបានឆ្លងកាត់ការធ្វើតេស្តដោយជោគជ័យនិងចេញពីមន្ទីរពេទ្យហើយរឿងដំបូងដែលគាត់ធ្វើបន្ទាប់ពីចេញពីមន្ទីរពេទ្យគឺទៅចូលរួមពិធីមង្គលការរបស់ក្មេងស្ទាវអ្នកមាននោះដើម្បីជូនកាដូដ៏ធំមួយដល់គាត់ពេលឃើញពាក្យអ៊ីឈីងសានក៏សរសេរនៅលើកាសែតគ្រប់គ្នាភ័យស្លន់ស្លោព្រោះកាលនោះពួកគេបានសម្លាប់ជីនចៅស៊ីនៅវិឡាឈីងសានហើយបុគ្គលនេះគឺជាឃាតម្នាក់ក្នុងចំណោមឃាតករតើគាត់ត្រឡប់មកវិញហើយណាប៉ាងសៀវគឺជាអ្នកទី1អញឈ្មោះថយរឿយថាអ្នកស្លាប់អាចរស់ឡើងវិញដោយរបៀបណាបុរសនោះបាននៅស្ងៀមស្ងាត់អំគូដណ្ដឹងដែលបានបំផ្លាញខ្លួនរបស់គាត់ទស្សនាទស្សនវិជ្ជានេះពងសៀវដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំងឺដោយការរំពឹងទុករបស់បុរសនោះគាត់គឺជាប្រធានមន្ទីរពេទ្យហើយទទួលខុសត្រូវព្យាបាលហួងសៀវតែហួងសៀវកំពុងតែសង្គ្រោះបន្ទាន់នៅឡើយស្រាប់តែអ្នកកំដរបានសម្រុកចូលមកនាងមិនមែនខ្វល់ពីជីវិតរស់ស្លាប់របស់គាត់ទេតែចង់ដឹងថាពេលណាគាត់នឹងដឹងខ្លួនដើម្បីសួរឲ្យច្បាស់ថាអ្នកណាជាអ្នកបង្កហេតុក្នុងពិធីមង្គលការហើយអ្នកណាដែលចង់សម្លាប់គាត់បុរសនោះបានចេញមកប្រាប់ថាស្ថានភាពបច្ចុប្បន្នរបស់ហួងសៀវការបង្ខំឲ្យដាស់គាត់ឲ្យដឹងខ្លួនអាចនឹងមានហានិភ័យដល់ជីវិតតែអ្នកកំដរមិនខ្វល់សោះព្រោះនេះគឺជាមន្ទីរពេទ្យរបស់ត្រកូលបាយនាងបានគំរាមបុរសនោះថាបើមិនធ្វើតាមនាងទេនាងនឹងធ្វើឲ្យគាត់មិនអាចចេញពីបន្ទប់អ្នកជំងឺនេះមួយជីវិតនេះគឺជាលទ្ធផលដែលបុរសនោះចង់បានដូច្នេះហើយតាមការចង់បានរបស់នាងគាត់បានចាក់ថ្នាំដាស់អារម្មណ៍ឲ្យហួងសៀវដោយមិនខ្វល់សោះថាហួងសៀវនឹងស្គាល់ថាជានាងអ្នកធ្វើបាបគាត់បន្ទាប់ពីគាត់ដឹងខ្លួននោះទេមួយសន្ទុះក្រោយមកហួងសៀវបានដឹងខ្លួនហើយអ្នកកំដរបានប្រញាប់មកសួរថាអ្នកណាជាអ្នកធ្វើបាបគាត់ហួងសៀវចាំបានត្រឹមតែថាជាមនុស្សប្រុសតែមិនបានឃើញមុខគាត់ច្បាស់ទេស្ត្រីមានល្បិចកនោះអន្ទះសារជាខ្លាំងបានប្រាប់គាត់ថាកាមេរ៉ាសុវត្ថិភាពនឹងមកដល់ឆាប់នេះចាំបន្តិចទៀតមើលឲ្យច្បាស់តែនៅពេលហួងសៀវងើបមុខឡើងគាត់ក៏បានឃើញមុខនោះទោះជាយ៉ាងណាបុរសនោះនឹងមិនផ្ដល់ឱកាសឲ្យគាត់ចង្អុលបង្ហាញឡើយនារីបោកប្រាស់នោះក៏ប្រញាប់ប្រញាល់ជាខ្លាំងដោយបានសុំឲ្យបុរសនោះប្រើវិធីដែលដើម្បីដាស់គាត់ម្ដងទៀតបុរសនោះបានប្រាប់នាងថាបើប្រើវិធីនោះម្ដងទៀតគាត់នឹងស្លាប់ភ្លាមស្លាប់ក៏ស្លាប់ទៅឲ្យតែអាចឆ្លើយសំណួរបានហើយគេមិនបានដឹងថាស្មារតីរបស់យួនឈាវគឺនៅភ្នាក់រលឹកទេហើយគាត់បានរៀបរាប់ពាក្យសម្ដីរបស់នារីបោកប្រាស់នោះទាំងអស់បុរសនោះកំពុងតែញុះញង់ឲ្យពួកគេឈ្លោះគ្នាដើម្បីឲ្យពួកគេសម្លាប់គ្នាឯងនៅពេលនោះនារីអ្នកមានដែលជាមេខ្លោងឃាតបានមកដល់ហើយបានឃើញម៉ាស៊ីនថតសុវត្ថិភាពត្រូវបំផ្លាញក៏បានទះកំភ្លៀងនារីបោកប្រាស់នោះមួយទះយ៉ាងខ្លាំងបបអត់ប្រយោជន៍មិនបានសួរដេញដល់អ្វីផងម៉ាស៊ីនថតសុវត្ថិភាពក៏ត្រូវបំផ្លាញទៀតរឿងម៉ាស៊ីនថតសុវត្ថិភាពមិនមែនខ្ញុំទេយិនទាំងប្រកែកខ្ញុំទៀតចិញ្ចឹមឆ្កែមួយក្បាលក៏មានប្រយោជន៍ជាងញ៉ាំដែរតែបុរសនោះបែរជាដល់ចិត្តណាដល់ចេញមកចាប់ដៃនាងនៅពេលនោះទៅវិញនារីអ្នកមាននោះគ្រាន់តែឃើញមុខគាត់ភ្លាមក៏មានអារម្មណ៍ថាធ្លាប់ស្គាល់ប៉ុន្តែគិតយ៉ាងណាក៏គិតមិនឃើញថាធ្លាប់ជួបនៅឯណាគីលានុបដ្ឋាយិកាបានប្រាប់នាងថាបុរសនោះគឺជាប្រធានមន្ទីរពេទ្យសង្គ្រោះនេះហើយនាងប្រហែលជាធ្លាប់ឃើញនៅក្នុងឯកសារណែនាំនារីអ្នកមាននោះត្រូវបានបង្វែរចំណាប់អារម្មណ៍ហើយបានព្រមានគាត់ថាមន្ទីរពេទ្យសង្គ្រោះនេះគឺជាទ្រព្យសម្បត្តិរបស់ត្រកូលបេរបស់ពួកគេរឿងរបស់ខ្ញុំអញកុំជ្រៀតជ្រែកបុរសនោះបានរំលឹកនាងថានៅទីនេះមានអ្នកជំងឺច្រើនណាស់ម្យ៉ាងវិញទៀតរឿងអាពាហ៍ពិពាហ៍របស់នាងក៏ទើបតែដកចេញពីប្រធានបទក្តៅ trending នៅលើបណ្ដាញសង្គមដែរបើសិនបើដំណឹងនៃការវាយតម្លិតកំឡោះនៅទីនេះដូចជាចេញទៅខាងក្រៅការស្មានរបស់មនុស្សទូទៅនឹងកាន់តែគួរឲ្យភ្ញាក់ផ្អើលនារីអ្នកមានទូមិនអស់ចិត្តយ៉ាងណាក៏ដោយក៏នាងគ្មានជំរឿក្រៅពីអនុញ្ញាតឲ្យនារីមានល្បិចកនោះឆែកឆេរឲ្យបានល្អិតល្អន់ហើយនាងក៏បាននិយាយពាក្យសម្ដីអាក្រក់រួចក៏ចាក់ចេញទៅក្រោយពេលនារីអ្នកមានចេញទៅបុរសនោះក៏បានលុតជង្គង់ចុះពិនិត្យមើលមុខរបស់នារីមានល្បិចកនោះយ៉ាងទន់ភ្លន់ហើយជួយពិនិត្យមើលរបួសរបស់នាងភាពទន់ភ្លន់នឹងការយកចិត្តទុកដាក់របស់គាត់ភ្លាមនោះបានធ្វើឲ្យនារីមានល្បិចកនោះលងស្នេហ៍ក្រោយមកបុរសនោះបានឲ្យជាលានុបដ្ឋាយិកាជូននារីមានល្បិចកនោះទៅបន្ទប់ថែទាំពេលលើជាលានុបដ្ឋាយិកាប្រាប់ថាបុរសនោះគឺជាអ្នកស្នងតំណែងដែលត្រូវបានណែនាំដោយនាយកចាស់ហើយថាគ្រួសាររបស់គាត់គឺជាក្រុមហ៊ុនធំមួយតាំងពីដូនតានារីមានល្បិចកនោះកាន់តែលងស្នេហ៍ខ្លាំងហើយនាងក៏បានសួរទៅបុរសនោះទាំងអ៊ីនថាហេតុអ្វីបានជាគាត់ជួយនាងបុរសនោះបានក្រឡេកមើលទៅមិត្តស្រីដែលបានលេចរូបរាងរួចនិយាយដោយទឹកមុខធម្មតាព្រោះតែកូនស្អាតភ្លាមនោះបានធ្វើឲ្យបេះដូងនារីមានល្បិចកនោះលងស្នេហ៍កាន់តែខ្លាំងក្រោយមកបុរសនោះបានសួរនាងថាតើនាងជាតារាម៉ូដែលឬអត់ដោយនិយាយថាគាត់បានទិញរថយន្តទាំងអស់ដែលនាងធ្លាប់ផ្សព្វផ្សាយកាលពីមុនអូដូច្នេះបងគឺជាអ្នកគ្រប់គ្រងរបស់ខ្ញុំមែននាងពុំបានដឹងឡើយថាបុរសនោះបានចាក់ថ្នាំសន្លប់ឲ្យនាងដោយមិនដឹងខ្លួនហើយមិនយូរប៉ុន្មាននាងក៏សន្លប់បាត់ទៅពេលនេះនៅក្នុងក្រសែភ្នែករបស់បុរសនោះនាងបានคล้ายទៅជាត្រីដែលកំពុងរងចាំគេកាប់សម្លាប់នាងទៅត្រីថោកនេះចេះតែលួងលំបងសម្លាប់នាងទៅពេលនឹកឃើញពីការស្លាប់ដ៏អាណោចអាធំរបស់មិត្តស្រីជំងឺវិកលចរិតរបស់បុរសនោះក៏ចាប់ផ្ដើមរើឡើងវិញ